យុទ្ធសាស្ត្រនៃការប្រើប្រាស់ពាក្យផ្អែមល្ហែមនិងការយកចិត្តទុកដាក់ខ្លាំងនៅពេលដំបូងដើម្បីគ្រប់គ្រងអារម្មណ៍អ្នកដទៃគឺជាយុទ្ធសាស្ត្រមួយដែលមនុស្សមានអត្តចរិតចង់គ្រប់គ្រងគេប្រើប្រាស់ដើម្បីទាក់ទាញជនរងគ្រោះឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍យ៉ាងងាយងាយតទៅនេះគឺជាការបកស្រាយឲ្យបានក្បោះក្បាយអំពីវិធីសាស្ត្រនេះតើអ្វីទៅជាវិធីសាស្ត្រនៃការប្រើពាក្យផ្អែមល្ហែមនិងការយកចិត្តទុកដាក់ខ្លាំងនៅពេលដំបូងដើម្បីឲ្យគេអាចគ្រប់គ្រងអារម្មណ៍ភាគីម្ខាងទៀតបានយុទ្ធសាស្ត្រនេះគឺជាការបង្អោនចិត្តដោយប្រើប្រាស់ការយកចិត្តទុកដាក់ការសរសើរនិងការបង្ហាញនៃក្តីស្រឡាញ់ហួសកម្រិតនៅដំណាក់កាលដំបូងនៃទំនាក់ទំនងគោលបំណងពិតប្រាកដមិនមែនដើម្បីកសាងសុភមង្គលឡើយប៉ុន្តែគឺដើម្បីវាយលុកបេះដូងជនរងគ្រោះឲ្យទន់ជ្រាយនិងមានអារម្មណ៍ថាជំពាក់គុណឬអាស្រ័យលើខ្លួនទាំងស្រុងហើយសញ្ញាសំខាន់មានដើម្បីយល់ដឹងកាន់តែច្បាស់យើងអាចសង្កេតមើលលើសកម្មភាពដូចតទៅការសរសើរហួសពីការពិតគេនឹងប្រាប់អ្នកថាអ្នកគឺជាមនុស្សម្នាក់គត់ដែលគេរងចាំពេញមួយជីវិតទោះបីជាទើបតែស្គាល់គ្នាប៉ុន្មានថ្ងៃក៏ដោយការតាក់ទងឥតឈប់ឥតឈរផ្ញើសារខលរោឬចង់នៅក្បែរអ្នក24ម៉ោងលើ24ម៉ោងដើម្បីកុំឲ្យអ្នកមានពេលគិតពិចារណាអ្វីផ្សេងទៀតការផ្ដល់កាដូឬសម្ភារៈមានតម្លៃការប្រើប្រាស់លុយកាក់ឬកាដូដើម្បីទាក់ទាញចិត្តហើយរឿងរ៉ាវទាំងនេះនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាជំពាក់គេចំណែកឯដំណើរការមាន3ដំណាក់កាលយុទ្ធសាស្ត្រនេះច្រើនដើរលំនាំដូចតទៅ 1. ការលើកតម្កើងគេធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងគឺជាព្រះនាងឬជាព្រះអង្គម្ចាស់អ្នកនឹងមានអារម្មណ៍ថាខ្លួនឯងមានតម្លៃបំផុត 2. ការបន្ទាបតម្លៃនៅពេលដែលគេដឹងថាអ្នកជាប់អន្ទាក់ហើយគេនឹងចាប់ផ្ដើមផ្លាស់ប្ដូរចរិតគេចាប់ផ្ដើមរិះគន់គ្រប់គ្រងសេរីភាពនិងដកយកការជឿទុកចិត្តចេញមកវិញដើម្បីឲ្យអ្នកភ័យខ្លាចបាត់បង់គេ 3. ការបោះបង់នៅពេលដែលគេលែងត្រូវការអ្នកឬអ្នកលែងមានផលប្រយោជន៍សម្រាប់គេនឹងបោះបង់អ្នកចោលដោយគ្មានមេត្តាឬធ្វើឲ្យអ្នកคล้ายជាអ្នកខុសក្នុងរឿងគ្រប់យ៉ាងហេតុដែលវាមានសភាពគ្រោះថ្នាក់នោះគឺបច្ចេកទេសនេះគ្រោះថ្នាក់បំផុតព្រោះវាបង្កើតឲ្យមានរបួសផ្លូវចិត្តដែលមើលមិនឃើញជនរងគ្រោះច្រើនយល់ច្រឡំថាគេស្រឡាញ់ឬក៏គេរាប់អានចេញពីចិត្តវាធ្វើឲ្យពួកគេបាត់បង់ភាពជាម្ចាស់លើខ្លួនឯងនិងងាយស្រួលធ្វើបាបផ្លូវចិត្តផ្សេងទៀតយុទ្ធសាស្ត្របង្អោនចិត្តតាមរយៈការផ្ដល់ក្តីស្រឡាញ់ហួសហេតុនេះបើតាមបែបបទទស្សនវិជ្ជាឬក្បួនយុទ្ធសាស្ត្រចិនគឺមានភាពស៊ីជម្រៅនិងគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ក្នុងទស្សនៈចិនគេហៅថាការទម្លាក់គ្រាប់បែកនៃក្តីស្រឡាញ់ប៉ុន្តែគេប្រើគោលការណ៍ទុនបង្ក្រាបរឹងឬទឹកឃ្មុំលាបមុខដាវតទៅនេះគឺជាការវិភាគបែបបទយុទ្ធសាស្ត្របែបចិន 1. យុទ្ធសាស្ត្រប្រើនុយសម្លាប់ត្រីក្នុងក្បួនសឹកចិនការចង់ចាប់សត្រូវឬចង់គ្រប់គ្រងនរណាម្នាក់គេមិនត្រូវប្រើកម្លាំងបាយភ្លាមទេប្រៀបដូចជាការបាចចំណីឲ្យត្រីស៊ីដូច្នោះដែរហើយនិយាយពីទ្រឹស្ដីវិញចង់ចាប់ត្រីត្រូវបង្ហើបគេផ្ដល់នៅអ្វីដែលអ្នកមានអារម្មណ៍ថាខ្វះខាតដូចជាការសរសើរការយកចិត្តទុកដាក់រហូតដល់អ្នកឆ្អែតនឹងវង្វេងក្នុងទ្រង់មាសដែលគេសង់ឲ្យភាពគ្រោះថ្នាក់នៅពេលអ្នកស៊ាំជាមួយនឹងសម្ដីផ្អែមល្ហែមទាំងនោះអ្នកនឹងបាត់បង់ម្ចាស់ការលើខ្លួនឯងហើយនៅពេលគេដកចំណីនោះចេញអ្នកនឹងព្រមធ្វើអ្វីគ្រប់យ៉ាងដើម្បីបានវាត្រឡប់មកវិញ 2. យុទ្ធសាស្ត្រកំបិតក្នុងស្នាមញញឹមនេះគឺជាមេរៀនដ៏ល្បីល្បាញក្នុងរឿងសាមកុកមនុស្សដែលប្រើល្បិចនេះប្រៀបដូចជាអ្នកកាន់កំបិតដែលលាក់ក្នុងស្នាមញញឹមការអនុវត្តល្បិចនេះវិញគឺគេប្រើសម្ដីផ្អែមល្ហែមដូចទឹកឃ្មុំលាយឡំជាមួយនឹងស្នាមញញឹមដើម្បីធ្វើឲ្យអ្នកបន្ធូរការប្រុងប្រយ័ត្នហើយនៅលើទស្សនៈនេះពាក្យផ្អែមពេកច្រើនតែមានពឹសចិនបុរាណបានបង្រៀនថាអ្វីដែលហួសប្រមាណពេកគឺមិនល្អឡើយបើគេស្រឡាញ់អ្នកខ្លាំងខុសពីធម្មតាទាំងដែលទើបស្គាល់គ្នាវាគឺជារឿងមិនធម្មតាហើយជាសញ្ញាមួយប្រាប់ឲ្យអ្នកប្រុងប្រយ័ត្ន 3. តុល្យភាពយិននិងយ៉ាងតាមក្បួនតាវទំនាក់ទំនងដែលល្អត្រូវមានតុល្យភាពហើយសម្រាប់ក្បួននេះគឺស្ថានភាពយ៉ាងខ្លាំងពេក
ដៅពេកលឿនពេកខ្លាំងពេកនៅពេលអ្វីមួយឡើងដល់ចំណុចកំពូលដែលមិនមានតុល្យភាពវានឹងធ្លាក់ចុះមកវិញយ៉ាងលឿនបំផុតក្នុងទស្សនៈចិនស្នេហាឬការស្រឡាញ់ផ្សេងៗដែលឆេះសន្ធោសន្ធៅលឿនពេកនឹងរលត់ទៅវិញលឿនដូចគ្នាហើយបន្សល់ទុកតែភក់ជ្រាំនឹងការឈឺចាប់ 4. យុទ្ធសាស្ត្រឡោមព័ទ្ធចិត្តវេយកក្រុងគឺជារឿងបន្ទាប់វេយកចិត្តគឺជារឿងចម្បងអ្នកដែលប្រើល្បិចនេះគេមិនមែនចង់បានត្រឹមតែខ្លួនប្រាណអ្នកទេគេចង់បានស្មារតីរបស់អ្នកគេបង្កើតពិភពលោកមួយដែលមានតែគេនិងអ្នកគេផ្ដាច់ញាក់ចេញអំពីមិត្តភ័ក្តិនិងគ្រួសារដោយការប្រើល្បិចធ្វើយ៉ាងណាឲ្យអ្នកមានអារម្មណ៍ថាមានតែគេម្នាក់គត់ដែលយល់ចិត្តអ្នកនេះគឺជាការឡោមព័ទ្ធចិត្តដើម្បីឲ្យអ្នកមានអារម្មណ៍ថាបើគ្មានគេអ្នកមិនអាចរស់បានឬគ្មានតម្លៃចាស់បុរាណចិនតែងពោលថាទឹកដែលហូរយឺតៗគឺហូរបានឆ្ងាយដីស្រឡាញ់ឬទំនាក់ទំនងដែលពិតប្រាកដមិនមែនជាការបោកបក់ដោយខ្យល់ព្យុះសង្គ្រានៅពេលដំបូងនោះទេប៉ុន្តែគឺជាការយល់ចិត្តគ្នាដែលរីកលូតលាស់សន្សឹមតាមពេលវេលាកុំត្រេកអរនឹងពាក្យសរសើរដែលលឿនពេកកុំវង្វេងនឹងការយកចិត្តទុកដាក់ដែលពុំមានតុល្យភាពការប្រៀបធៀបរវាងទស្សនៈចិននិងទស្សនៈរបស់ប្រទេសជប៉ុនអំពីការប្រើប្រាស់យុទ្ធសាស្ត្រទាំងនេះតាមបែបទស្សនវិជ្ជាឬវប្បធម៌របស់ជប៉ុនវិញយើងនឹងឃើញការផ្ដោតលើសីលធម៌នៃតុល្យភាពនិងការប្រុងប្រយ័ត្នចំពោះអ្វីដែលលឿនពេកនៅក្នុងវប្បធម៌របស់ប្រទេសជប៉ុនគេឲ្យតម្លៃខ្ពស់លើការរក្សាចម្ងាយដែលសមស្របនិងការមិនបង្ខិតបង្ខំអារម្មណ៍ក្រោមនេះគឺជាការវិភាគបែបជប៉ុននិយាយអំពីតុល្យភាពនៃចម្ងាយក្នុងសិល្បៈនិងជីវិតរស់នៅរបស់ជនជាតិជប៉ុនពាក្យថាចន្លោះទំនេរឬចម្ងាយដែលសមស្របសម្រាប់យុទ្ធសាស្ត្រនេះគឺជាការបំពានយ៉ាងធ្ងន់ធ្ងរគេព្យាយាមលុបបំបាត់ចន្លោះទំនេររវាងអ្នកនិងគេដើម្បីកុំឲ្យអ្នកមានពេលដកដង្ហើមឬមានពេលគិតពិចារណារឿងផ្ទាល់ខ្លួនសម្រាប់ជនជាតិជប៉ុនទំនាក់ទំនងដែលល្អត្រូវតែមានចន្លោះទំនេរសម្រាប់ឲ្យភាគីនីមួយៗរក្សាភាពជាខ្លួនឯងបើបាត់បង់ចន្លោះទំនេរនោះទំនាក់ទំនងនឹងក្លាយជាការថប់ដង្ហើមឬការគ្រប់គ្រងទី2នោះគឺទស្សនៈភាពស្រស់ស្អាតនៃភាពយឺតយ៉ាវគឺជាការឲ្យតម្លៃលើភាពមិនល្អឥតខ្ចោះនិងការរីកលូតលាស់ទៅតាមពេលវេលាទស្សនៈនេះព្យាយាមបង្កើតរូបភាពមួយដែលល្អឥតខ្ចោះពេកនៅពេលដំបូងគេផ្ដល់ឲ្យអ្នកនៅអ្វីៗគ្រប់យ៉ាងដែលអ្នកចង់បានភ្លាមជនជាតិជប៉ុនយល់ថាអ្វីដែលល្អឥតខ្ចោះនិងឆេះសន្ធោសន្ធៅលឿនពេកច្រើនតែជារបស់ក្លែងក្លាយហើយការស្រឡាញ់រាប់អានពិតប្រាកដតម្រូវឲ្យមានស្នាមប្រេះខ្លះមានការយឺតយ៉ាវខ្លះនិងត្រូវការពេលវេលាដើម្បីយល់ពីគ្នាដូចជាការចម្អិនតែជប៉ុនដែលត្រូវប្រើពេលនិងភាពអត់ធ្មត់ហើយទស្សនៈទី3របស់ជនជាតិជប៉ុនលើយុទ្ធសាស្ត្រនេះគឺដាវក្នុងស្រោមតាមបែបបទរបស់សាមូរ៉ៃការបង្ហាញចេតនាខ្លាំងពេកឬការសម្ដែងរឹកពីផ្អែមល្ហែមហួសហេតុត្រូវបានគេចាត់ទុកថាជាភាពមិនស្មោះត្រង់ឬជាការប្រើអបាយកលតាមទ្រឹស្ដីនៃទស្សនៈនេះមនុស្សដែលមានចិត្តស្មោះត្រង់ពិតប្រាកដច្រើនតែបង្ហាញសកម្មភាពតាមរយៈការទទួលខុសត្រូវជាជាងពាក្យសម្ដីដែលផ្អែមល្ហែមហើយទស្សនៈនេះត្រូវបានគេមើលឃើញថាជាការប្រើមុនស្នេហ៍ដើម្បីសម្លាប់ស្មារតីរបស់ភាគីម្ខាងទៀតការដែលនរណាម្នាក់ព្យាយាមយកចិត្តអ្នកខ្លាំងពេកគឺជាសញ្ញាដែលកំពុងលាក់បាំងដាវឬអ្វីមួយនៅពីខាងក្រៅខ្នងទស្សនៈជប៉ុននៃការស្ទាបស្ទង់បរិយាកាសជនជាតិជប៉ុនមានជំនាញម្យ៉ាងគឺការអានបរិយាកាសនៅពេលនរណាម្នាក់កំពុងប្រើយុទ្ធសាស្ត្រទាំងអស់នេះដាក់អ្នកគេកំពុងព្យាយាមបង្កើតបរិយាកាសคล้ายដើម្បីឲ្យអ្នកមានអារម្មណ៍ថាអ្នកគឺជាមនុស្សតែបំផុតក្នុងលោកបើអ្នកអង្កេតឃើញបរិយាកាសអ្នកនឹងដឹងថាអារម្មណ៍ដែលគេផ្ដល់ឲ្យវាមិនស៊ីចង្វាក់គ្នាជាមួយនឹងការពិតឡើយឧទាហរណ៍ទើបស្គាល់គ្នាបាន2 ទៅ 3ថ្ងៃ
គេធ្វើអត្តចរិតនឹងការនិយាយគ្នាដោយស្គាល់គ្នាតាំងពី10ឆ្នាំមុននេះគឺជាភាពមិនធម្មតាដែលជប៉ុនហៅថាបរិយាកាសខុសប្រក្រតីការសាគូរ៉ាដែលរីកលឿនពេកក៏នឹងរុះរោយទៅវិញយ៉ាងលឿនបំផុតដែរនៅក្នុងទស្សនៈជប៉ុនការគោរពសិទ្ធិឯកជនភាពនិងការផ្ដល់ពេលវេលាឲ្យគ្នាទៅវិញទៅមកគឺជាគ្រឹះនៃការទំនាក់ទំនងដ៏រឹងមាំចូលប្រុងប្រយ័ត្នចំពោះអ្នកដែលផ្ដល់ឲ្យអ្នកនៅទាខិរដូវក្នុងរយៈពេលតែមួយយប់ព្រោះគេអាចនាំយកមកនៅរដូវរងានិងត្រជាក់ឲ្យអ្នកវិញនៅថ្ងៃស្អែក